ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអាកាសធាតុត្រជាក់បងប្អូនអើយនឹងធ្វើអីទេមានបកងស្លស្ងោរជ្រក់ទៀតទេបងប្អូនតែថ្ងៃនេះខ្ញុំរៀងស្ងោរផ្លែកតិចដោយសារខ្ញុំដាក់ថែមខ្ទឹមហើយជាមួយនឹងម្ទេសហើយផ្សិតចឹងណាបងប្អូនមុនខ្ញុំស្ងោរដាក់ខ្ទឹមទេហើយដាក់ខ្ទឹមនេះវាមួយយ៉ាងដែរបងប្អូនរសជាតិឈ្ងុយវាផ្លែករសជាតិណាហើយជាពិសេសមេតិចអញ្ចឹងយើងញ៉ាំហឹលអញ្ចឹងទៅវាបាយបានច្រើនដែរបងប្អូនអើយវាក្តៅអញ្ចឹងណាហើយបកងហ្នឹងគឺបកងដោយតែថ្ងៃមុនហ្នឹងបងប្អូនអើយបកងនេះបកងសើបានមករស់អញ្ចឹងណាហើយវិធីសម្អាតបកងដោយតែរាល់ដងបងប្អូនខ្ញុំយកបកងមកខ្ញុំយកមកលាងសម្អាតវាចឹងណាបងប្អូនហើយតែងមករត់ដងបានតែបកងរៀងរស់ដែរអញ្ចឹងណាបងប្អូននិយាយទៅមានបងអ្នកស្គាល់គ្នាអញ្ចឹងយើងតែងពីគាត់អញ្ចឹងណាគាត់យករើសឲ្យណាបកងតលេល្អអញ្ចឹងណាបងប្អូនហើយបកងនេះគឺថ្ងៃនេះស្ងោរជ្រក់បែបហ្នឹងទៅរៀងប្លែកមាត់ទៅបងប្អូនប្លែកមាត់ញ៉ាំទៅរៀងឆ្ងាញ់ណាវាអត់ដូចដងមុនតែដងនេះយើងដាក់ខ្ទឹមបារាំងដៃទៀតទៅវាឈ្ងុយនិយាយទៅឈ្ងុយក្លិនខ្ទឹមក្លិនជីអញ្ចឹងណាហើយមួយមេឃតិចអញ្ចឹងទៀតបងប្អូនអើយបាយលងពងកល្អបងប្អូនហើយម្ហូបខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្ណឹងនិយាយទៅងាយម្ហូបនេះវាងាយគ្រាន់តែថារសជាតិក៏មិនធម្មតាដែរបងប្អូនហើយជាពិសេសយើងបានបកងស្រស់ចេះទៅបងប្អូនអើយជាតិណាខ្ញុំថាបង្ហាញបងប្អូនធ្វើពីបកងអាំងប៊ឺប៉ុន្តែអត់ទាន់បានធ្វើបងប្អូនបកងទិញមកបានរៀងវាមិនសូវធំដែរជាមួយខ្ញុំហៅបានថ្ងៃណាបានបកងរៀងល្អធំខ្ញុំនឹងបង្ហាញបងប្អូនពីវិធីអាំងបកងជាមួយនឹងប៊ឺនិយាយទៅបើសម្រាប់មហូបបកងនេះវាងាយទីឲ្យលឿនទៀតបងប្អូនសំខាន់អត់តែយើងលាយគ្រឿងក្រូវត្រូវគឺឆ្ងាញ់ហ្មងស្លយើងហើយមហូបយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអើយព្រោះដោយសារតែយើងពេលវេលាយ៉ាងខ្លីដែរអញ្ចឹងទៅធ្វើម្ហូបណាងាយឲ្យលឿនអញ្ចឹងណាបងប្អូនហើយក៏សូមអរគុណសម្រាប់ការទស្សនានិងតាមដានវីដេអូរបស់ខ្ញុំអញ្ចឹងណាបងប្អូនហើយបញ្ចូលសលេងហ្នឹងក៏ចិត្តដល់ម៉ោងកូនមកពីសាលាអញ្ចឹងទៅក៏បញ្ញាប់រៀបចំឲ្យកូននិយាយទៅតាកូនមកវិញគឺត្រូវរៀបចំមួយទឹកមួយអីរៀបចំបាយឲ្យគាត់ញ៉ាំអញ្ចឹងណាបងប្អូនដោយសារកូនខ្ញុំគាត់រៀនពីពេលគាត់ញ៉ាំបាយហើយសម្រាប់តែបន្តិចហ្នឹងគាត់ទៅទៀតដែរអញ្ចឹងណាបងប្អូនហើយសម្រាប់គ្រឿងក្រូវស្ងោរជ្រក់នេះមានអីទេមានតែម្ដេងគល់ស្លឹកគ្រៃស្លឹកក្រូចក្រូចឆ្មាហើយជីអីយើងដាំខ្លួនឯងចឹងទៅយើងបេះបោចយើងមកដាក់ជ្រក់ចឹងណាបងប្អូនហើយទិញតែជីវ៉ាន់ស៊ុយពីខាងពីសាមកអញ្ចឹងណាបងប្អូនហើយនោះវីដេអូដែលខ្ញុំវិធីខ្ញុំលាងសម្អាតបកងអីផ្សេងអញ្ចឹងណា